Hello អ្នកគ្នាកណ្ដឹងដែរខ្ញុំនឹងមកនាំអ្នកទាំងអស់គ្នាមកសមុទ្រទី2ឬក៏ C2 នៅក្នុងសិលពីអញ្ចឹងដែរដំបូងអ្នកទាំងអស់គ្នាមកយក quest នៅកោះ World Island នៅសមុទ្រទី1អញ្ចឹងគឺថា World Island ហ្នឹងគឺថានេះអាកោះមួយនៅចុងក្រោយគេហ្នឹងអ្នកគ្នាចុចមកហើយទៅដល់ពេលយើងមកដល់ហ្នឹងហើយយើងចូលមកក្រុមដើមឈើហ្នឹងមកដើមឈើបត់ជំវិញដល់ទៅអ្នកគ្នាឃើញអាប៉ែនេះមួយដល់ទៅយើងនិយាយជាមួយវាមកដល់ទៅវាឲ្យខ្វេះយើងហើយខ្វេះទី1ហ្នឹងអ្នកទាំងអស់គ្នាមក Starter Island មកចឹងគឺថាដំបូងអ្នកគ្នាមកក្លេតនេះមកនេះដល់ទៅគឺថាហ្នឹងវា spawn នៅកន្លែងហ្នឹងហើយអា Ancient Fragment ហ្នឹងគឺថា spawn នៅកន្លែងហ្នឹងហើយកន្លែងមួយទៀតគឺនេះនៅលើអាដបោប៉ោមនេះចឹងគឺថាវានៅកន្លែងនេះដែរចុះដល់ពេលវា spawn ទៅដល់ហើយក្នុងរយៈពេល5នាទីគឺថាវា spawn មួយយល់អត់គេថា spawn 1ឬក៏2អញ្ចឹងហើយដល់ទៅអ្នកទាំងអស់គ្នាបន្តទៀតអ្នកគ្នាមក desert មកហើយ desert អ្នកគ្នាមកកន្លែងនេះគឺថាអាមួយនេះអញ្ចឹងហើយវា spawn នៅលើហ្នឹងហើយកន្លែងមួយទៀតអ្នកគ្នាមកអាផ្ទះមួយនៅជិតហ្នឹងដែរមកអ្នកគ្នាឃើញអា Ancient Fragment ហ្នឹងបងមែនហ្នឹងហ្មងឯងចំវា spawn កន្លែងហ្នឹងវាចំនៅកន្លែងហ្នឹងហើយខ្ញុំឃើញកន្លែងហ្នឹងមកហើយ location កោះទី3គឺមក Snow Island មកដល់ទៅអ្នកគ្នាមកអាផ្ទះមួយនៅកន្លែងថាយើងឃើញអត់មានអីនេះអាផ្ទះមួយនេះអញ្ចឹងអ្នកគ្នាមកកន្លែងនេះមកគឺថាវា spawn នៅកន្លែងខ្ញុំឈរហ្នឹងអញ្ចឹងវា spawn ទៅឃើញនេះមិញអញ្ចឹងនៅកោះ desert ចឹងហើយបន្តមកទៀតមកមុនចូលទៅកាន់វីដេអូយើងតទៀតខ្ញុំសូមប្រម៉ូទ channel Telegram មួយគឺនេះជា channel របស់ខ្ញុំហើយក្នុង channel ហ្នឹងពេល admin drop code ឬក៏ update ថ្មីគេផូភីងអីថ្មីខ្ញុំនឹងតម្លាក់ជូនអ្នកទាំងអស់គ្នាហើយព្រោះហ្នឹងក៏មានលក់ជាប្រភេទ set ឬក៏ item ដែរទៅឃើញនេះមិញអញ្ចឹងនៅកោះ desert ចឹងហើយបន្តមកទៀតមក Shibuya Island មកពេលដែលអ្នកទាំងអស់គ្នាមកដល់ហើយអ្នកគ្នាហោះតាមមកនេះហោះមកត្រង់នេះមកនេះហើយដល់ទៅអ្នកគ្នាឈប់បន្តិចមកហើយនេះនៅកន្លែងគៀនអាគារនេះដើរមកខាងហ្នឹងបន្តិចមកហើយវា spawn នៅទៅហ្នឹងហើយអញ្ចឹងគេថាវាអត់នៅណាទេវានៅតែម្ដុំហ្នឹងទេហើយកន្លែងមួយទៀតគឺថាមករៀងគៀកនៅតែមកកន្លែងទិញស្គីកោចូលចុះអ្នកគ្នាហោះមកលើនេះមកនេះតែវា spawn ណាកន្លែងស្រួយហើយកន្លែងពីរដុំមួយស្រួយនេះអញ្ចឹងគឺថាដល់ពេលវា spawn ទៅអ្នកគ្នាខ្លាញ់វាមកនិយាយចំឃើញអា Ancient Fragment ហ្នឹងអ្នកគ្នាខ្លាញ់វាមកហើយក៏បន្តទៀតយើងមក Hollow Island ឬក៏កោះ Island ពេលដែលអ្នកទាំងអស់គ្នាមកដល់កោះ Island ហើយអ្នកគ្នាមកខាងនេះមកនេះឃើញអាហ្នឹងហើយអញ្ចឹងអាផ្ទះទូចហ្នឹងអ្នកគ្នាវា spawn នៅកន្លែងហ្នឹងអញ្ចឹងយើងចុចយកមកហើយបន្តមកទៀតអ្នកទាំងអស់គ្នាមើលទៅអានេះអ្នកគ្នាអញ្ចឹងចូលមកនេះហើយវា spawn នៅលើដើមឈើនេះអាដើមឈើកន្លែងហ្នឹងអញ្ចឹងហើយតែប៉ុណ្្នឹងទេវា spawn ទៅទីកន្លែងហ្នឹងទេហើយកោះហើយយើងមកឯShinjuku Island ហ្នឹងអ្នកគ្នាហោះតាមខ្ញុំមកត្រង់ត្បូងសិនដល់ទៅនេះឃើញអាផ្ទះនេះអញ្ចឹងគឺថាវា spawn នៅកន្លែងហ្នឹងហើយបន្តមកទៀតយើងឡើងទៅលើអាដបអាគារនេះមួយហើយដល់ទៅវា spawn នៅលើដបហ្នឹងហើយបន្តទៀតយើងធ្វើការមកកោះ Slime Island កោះមួយវាយ PC ទៅតម្លាក់មក Slime ពេលយើងមកដល់កោះហ្នឹងហើយអ្នកគ្នាឡើងមកលើនេះអាកន្លែងនេះតែចង់វា spawn នៅកន្លែងខ្ញុំឈរនឹងប្រយហ្នឹងវា spawn នៅកន្លែងអាដបហ្នឹងអញ្ចឹងបន្តទៀតអ្នកគ្នាតាមខ្ញុំមកនិយាយចំកោះហ្នឹងវាមាន2អញ្ចឹងនេះដល់ពេលវា spawn នៅក្រោមនេះកន្លែងខ្ញុំឈរហ្នឹងដែរចឹងគឺថាដល់ពេលវាហើយគឺថាដល់ពេលវា spawn នៅក្រោមជើងខ្ញុំមកថ្ងៃបន្តទៀតយើងមកកោះ Judgment Island ច្រឡំ Judgment កោះ Academy កោះមេហ្នឹងហ៎ចឹងដល់ពេលយើងមកដល់កោះហ្នឹងហើយនេះអ្នកទាំងអស់គ្នាឡើងមកលើនេះមកនេះជាប់ដើមដងជាប់អីណាធ្វើចុះនេះដល់ពេលយើងមកដល់ហ្នឹងហើយអ្នកគ្នាឃើញនេះវា spawn នៅលើទៅនឹងក្រោយខ្ញុំជួបលើនឹងក្រោយចឹងហើយមិននិយាយបាយស្លេងខ្មោចទេហើយបន្តទៀតមកលើនេះមកគឺថាវា spawn នៅកន្លែងហ្នឹងដែរអញ្ចឹងដល់ពេលអ្នកទាំងអស់គ្នាយកហើយចំ
nơi mà quét tiết để trong nó vì miền tích vậy hai và to tiết dương từ con ấy này con chạy me rồi nên con đang đặt tới đặt tia máu làm mà lời đến máu thì cái lại đang đá cứ việc spawn mà lời đang ngày và to mà tiết con nó vì cái lại này chẳng mà thoảng thì máu rồi đầu tới khơi đông con lại nếu mới được nên làm cho đấy mẹ làm cho lại làm đâu lời nó việc spawn lời đang này hai con có tiết mà con nên trả Iceland máu con ma đào đã đủ tiết anh bây giờ đợt tới dương mà đo con đang ấy về nền đọc nè mà đọc con nói đọc nè khơi đam chơi để thông tin chơi nhở đam chơi bạn đó cái tha nó lên tập bộ đang đòi việc spawn lên tập bộ đang trong cái tha cái lệnh về do một đại máu đang bé đang về thời ca tập pi để cái lệnh tập pi thì hai và tọt một tiết cứ mà có trong cái đao kia có fan là về có cho mua lo về Iceland nó quả tổ mình chẳng là p mà đo đang ấy đọc nè rồi thoáng tích máu nè ai cái lại miên đọc p này đọc khi mà đo cái lại miên tắc nó ấy được khi đa mặt thoáng để thiệt máu nè cái tha về sport spoiler đi vào này nè nơi lơ cái lại nâng cái tha nhưng cái lần biết thiệt máu ấy còn nâng location muốn chết cái tha nè VAO từ vô nơi cái lại nè chắc đọc p là cái vô cái lại nâng ấy cái tha location tầm nâng trắng và to tiết đo KDP hai cái tha KDPได้คือ tha VO យើងfightable đó nè khi aiสำหรับยูชีthì có server này nó khi ai quay tới việc drop ឲ្យ tha อะไรก็ទៅច្រើនវា drop ឲ្យទៅតិចចឹងយើងគួយវាយទៅវាយឲ្យវា drop ទៅដល់ពេលវា drop វាប្រាប់ហើយគឺថាហ្នឹងវា drop លក្ខណៈជាអក្សរអត់មាន drop ជា item ទេចឹងគួយវាយហើយដល់ពេលយើងវាយទៅវាលោតថាមួយនៃ 7p អីពេលនៃ 7p អីចឹងណាចឹងដល់ពេលវាយទៅវានោះឃើញឡើងមួយអត់អ្នកគ្នាឃើញខ្វែងខ្ញុំឡើងមួយអត់ចឹងគឺថាខ្វែងដំបងគឺថាវាយមេយូជីក៏បានវាយសាបឺក៏បានដែរមេណៃហ្នឹងចឹងបន្ទាប់មកទៀតគឺហើយផៃទី2ហ្នឹងអ្នកគ្នាអាចវាយមេកោចូល V1 ក៏បាន V ក៏នេះមេសុកណាវីធូក៏បានដែរអញ្ចឹងទៅអ្នកគ្នាមកកោះទីបុយាយទៅយើងឃ្លីឲ្យវា drop ឲ្យមកគឺថាធ្វើទៅបងចុះវាធ្វើ drop ទេនេះគឺថា king car អីនេះអញ្ចឹងking car ហ្នឹងសុកណាក៏ចូលវាអញ្ចឹងគឺថាយើងអញ្ចឹងយើងវាយវាតទៅឲ្យវា drop អញ្ចឹងណាហើយគឺថាលើកទី3ហ្នឹងណាគឺខ្ញុំវាយបានបាទហើយបន្ទាប់មកតុំទី3ឬក៏ P ទី3ហ្នឹងអ្នកទាំងអស់គ្នាអាចវាយសងជិនវូsolo hunter នៅ Sailor Iceland ឬក៏វាយឆិនស៊ីហងក៏បានដែរឆិនស៊ីបោះនៅបោះ Iceland អញ្ចឹងគឺថាខ្ញុំសូមសម្រេចចិត្តយកឆិនស៊ីបោះគឺថាវា full spawn ហើយនៅមួយអត់ចាំទេចាំអីទេហើយកន្លែងនេះដែរខ្ញុំគ្រាន់តែប៉ះដៃឲ្យវាយបន្តិចឡើងមួយបានខ្ញុំអត់មានដឹងអីខ្លួនអីតិចហើយចឹងដែរបន្តមក quest ទី4គឺអ្នកគ្នាត្រូវតែ clear web header គ្នាឬក៏អាឡូកាតហ្នឹងហើយនៅកោះ Sailor Iceland ហ្នឹងយើងត្រូវតែចាំ respawn នេះ clear ហើយខ្ញុំ hop server ចង់ឈួតបាទតើវ៉ាំតបានណាDoom shot motherfucker បន្ទាប់ពីយើងវាយប្រហែលជា10លានមកហើយលើគឺថាយើងរួច quest ទី4របស់យើងហើយចឹងតទៀតអ្នកទាំងអស់គ្នាត្រូវទៅកោះ Hollow Ascent ទៅវាយមេ Iceland យកក៏បានឬក៏ទៅកោះ Slime ដើម្បី spawn ស្អីគេនេះ spawn មេ Slime ហ្នឹងយកមកវាយដើម្បី drop ហ្នឹងក៏បានចឹងខ្ញុំសុំយកវិធីសាស្ត្រទៅ spawn មេ Slime ទៅស្អីហ្នឹងពុំមាន key វាច្រើនចឹងវាអត់ត្រូវការចាំចំណាយពេលអីញ៉ៃញ៉ៃចឹងដែរគឺថា quest ទី4យើងហើយទី5យើងមកអញ្ចឹងទី6គឺថាយើងត្រូវតែ
ទៅវាយSoul Reaper spawn នៅបង Iceland ក៏បានវាយ Blessing Maiden ក៏បានដែរគឺថានេះSoul Reaper នេះ Soul Reaper នេះមួយលើនេះចឹងឯ spawn ហ្នឹងក៏បានឬក៏ spawn Blessing Maiden ក៏បានចឹងហើយមួយទៀតគឺថាយើងអាចទៅវាយ Sukuna ក៏បានដែរនៅ Shinjuku Iceland ហើយចឹងគឺថាយើងវាយឲ្យវាចឹងឥឡូវគឺថាខ្ញុំវាយត្រប់ហើយចឹងគឺថាយើងទៅតខ្វះយើងតទៀតអញ្ចឹងហើយខ្វះចុងក្រោយអ្នកទាំងអស់គ្នាអាចsummon King of Hero មកវាយក៏បានឬក៏ summon Gojo V2 ឬក៏ The Strongest Today ហ្នឹងនៅកោះ Shinjuku Iceland អ្នកទាំងអស់គ្នាហៅមកតាមខ្ញុំមកនេះឃើញ NPC កន្លែងនេះមួយនេះអាខាងលើហ្នឹងអាហ្នឹង Gojo អាខាងក្រោមហ្នឹង Sukuna អញ្ចឹងអ្នកទាំងអស់គ្នា spawn មកអញ្ចឹងខ្ញុំសុំទៅវាយនេះវិញហើយទៅវាយ King of Hero ហើយលើនឹងដែរគឺថាខ្ញុំវាយបានអញ្ចឹងអ្នកទាំងអស់គ្នា teleport ទៅ World Iceland វិញមកអញ្ចឹងដល់ពេលយើងមកដល់ World Iceland អញ្ចឹងអ្នកទាំងអស់គ្នាខ្លះនៅជាប់ខ្វែ7 7ហ្នឹងអ្នកគ្នាគ្រាន់តែដើរចូលមកកោះហ្នឹងវិញមកអញ្ចឹងទៅគឺថាយើង teleport ទៅហើយអញ្ចឹងគឺថាវានេះខ្លាំងមែនតើដល់ពេលយើង teleport មកយើងបន្តfan នឹងយក Spear Hero ថ្មីអីចឹងណានេះអញ្ចឹងគឺថា enjoy ដល់អ្នកគ្នា goodbye good luck